របៀប set up ព័ត៌មានក្រុមហ៊ុននៅក្នុងប្រព័ន្ធ Maxu ទី1សូមចុចទៅកាន់មុខងារ Setting បន្ទាប់មកចុចលើ Update Info ឬវិធីមួយទៀតអ្នកអាចចុចមកកាន់ User and Company រួចចុចលើ Company ជាទូទៅអ្នកមិនត្រូវបានអនុញ្ញាតឲ្យបង្កើត Company ដោយខ្លួនឯងបានទេពលគឺអ្នកត្រូវប្រឹក្សាយោបល់ពីអ្នកប្រឹក្សាប្រព័ន្ធជាមុនសិនឥឡូវនេះសូមបញ្ចូលព័ត៌មានដូចតទៅទី1សូមវាយបញ្ចូលឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេសឬអ្នកអាចបញ្ចូលជាភាសាខ្មែរបានដូចគ្នាចំពោះ address 1អ្នកអាចវាយបញ្ចូលជាភាសាខ្មែរចំពោះ address 2អ្នកអាចវាយបញ្ចូលជាភាសាអង់គ្លេសឬអ្នកអាចវាយបញ្ចូលភាសាអង់គ្លេសមុនបន្ទាប់មកភាសាខ្មែរក្រោយក៏បានដូចគ្នាបន្ទាប់មកឈ្មោះទីក្រុងនិងលេខ zip code បន្ទាប់មកទៀតឈ្មោះប្រទេសលេខទូរស័ព្ទ email និង website ប្រសិនបើចាំបាច់ចំពោះផ្នែកខាងស្ដាំសូមបញ្ចូលលេខពន្ធប៉ាតង់លេខក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មបន្ទាប់មកជ្រើសរើសរូបិយប័ណ្ណបន្ទាប់មកទៀតសូមចុចទីនេះដើម្បីបញ្ចូលព័ត៌មានទាក់ទងនឹងពន្ធដូចជាឈ្មោះក្រុមហ៊ុនជាភាសាខ្មែរការបរិច្ឆេទចុះបញ្ជីពន្ធដារសកម្មភាពអាជីវកម្មចម្បងនិងទ្រង់ទ្រាយគតិយុត្តបន្ទាប់មកជ្រើសរើសស្ថានភាព QIP និងអត្រាពង្រីកការវិនិយោគទុនប្រសិនបើចាំបាច់បន្ទាប់មកសូមបញ្ចូលព័ត៌មានអំពីអាសយដ្ឋានជាភាសាខ្មែរចំពោះ logo ក្រុមហ៊ុនអ្នកអាចចុចទីនេះដើម្បី upload ឬបើសិនជាមិនចាំបាច់អ្នកអាចរំលងបានជំហានបន្ទាប់អ្នកគ្រាន់តែចុច save រួចជាការស្រេច